សូមជូនរឿងសិទ្ធឆ្មានិងត្រីមាសនៅក្នុងភូមិខ្មែរមួយដ៏ស្ងប់ស្ងាត់ដែលស្ថិតនៅជិតស្រះទឹកធម្មជាតិមានដើមត្នោតខ្ពស់ៗនិងផ្កាឈូករីកស្រស់ស្អាតនៅក្នុងស្រះទឹកធម្មជាតិនោះមានត្រីមាសមួយរស់នៅក្នុងនោះផងដែរត្រីមាសមានរាងកាយភ្លឺរលោងដោយពន្លឺមាសផ្លាតនៅក្រោមទឹកពេលត្រូវពន្លឺព្រះអាទិត្យពេលព្រឹកថ្ងៃមួយឆ្មាកំពុងឃ្លានយ៉ាងខ្លាំងហើយបានទៅជិតស្រះទឹកវាក៏បានឃើញត្រីមាសហើយនិយាយថាវានឹងចាប់ត្រីមាសធ្វើជាអាហារប៉ុន្តែទេនោះត្រីមាសបាននិយាយដោយសំឡេងទន់ភ្លន់និងសុំឲ្យឆ្មាមេត្តាសូមអង្វរកុំចាប់ឃាមអីបងតើយើងអាចធ្វើជាមិត្តបានទេក្នុងចិត្តឆ្មាចាប់ផ្ដើមច្របូកច្របល់រវាងភាពឃ្លាននិងការសន្តោសប្រណីនៅចុងក្រោយឆ្មាបានជ្រើសរើសមេត្តាករុណានិងទុកត្រីមាសឲ្យរស់ត្រីមាសបានអរគុណដល់ឆ្មាដែលមានចិត្តសន្តោសប្រណីដល់រូបគេចាប់ពីថ្ងៃនោះមកមិត្តភាពដ៏ល្អបានកើតឡើងរវាងឆ្មានិងត្រីមាសពួកគេរស់នៅជិតគ្នាដោយមានសេចក្តីសុខនិងភាពជឿជាក់លើគ្នាថ្ងៃមួយក្មេងប្រុសម្នាក់ឈ្មោះវិសាលបានដើរមកក្បែរស្រះទឹកហើយចាប់អារម្មណ៍ថាហេតុអ្វីបានជាឆ្មាមិនចាប់ត្រីធ្វើជាចំណីឆ្មាក៏បានប្រាប់ដល់វិសាលអំពីដំណើររឿងរបស់វានិងសម្លាញ់ត្រីមាសវិសាលក៏បានស្ដាប់ព្រមទាំងឃើញឆ្មានិងត្រីរស់នៅជាមួយគ្នាដោយសុខសាន្តគាត់មានការភ្ញាក់ផ្អើលនិងស្ងើយសរសើរឆ្មាយ៉ាងខ្លាំងក្រោយពីដឹងរឿងរ៉ាវទាំងអស់វិសាលមានការកោតសរសើរចំពោះទឹកចិត្តល្អនិងមេត្តាករុណារបស់ឆ្មាដោយចិត្តអាណិតគាត់បាននាំយកអាហារមកឲ្យឆ្មាដើម្បីជួយវាបំបត្តិភាពស្រេកឃ្លានម្ដាយរបស់វិសាលក៏បានទូន្មានថាការធ្វើល្អមេត្តាករុណានិងការរាប់អានគ្នាដោយស្មោះអាចនាំមកនូវសុភមង្គលពិតប្រាកដហើយយូរអង្វែងជាងអ្វីៗទាំងអស់ពួកគេក៏នាំគ្នាលេងយ៉ាងសប្បាយរីករាយក្រោមពន្លឺថ្ងៃរៀបលេចដ៏គួរឲ្យគយគន់